which country spells police POLIS ក្រុមយុវជនមួយក្រុមនៅតែបន្តភាពក្លាហានបើទោះបីជាត្រូវអាជ្ញាធរក៏ដូចជាកងកម្លាំងប្រដាប់អាវុធនិងសន្តិសុខខណ្ឌលន់ពេញធ្លាប់បានចុះបង្ក្រាបនៅទីលានប្រជាធិបតេយ្យក៏ដោយនៅព្រឹកថ្ងៃទី9មករាឆ្នាំ2014នេះផងដែរក្រុមយុវជនក្លាហានមកពីគ្រប់មជ្ឈដ្ឋានរួមជាមួយនឹងក្រុមយុវជនខ្មែរមហានគរបាននាំគ្នាមកជួបជុំនៅក្នុងបរិវេណទីលានប្រជាធិបតេយ្យដើម្បីច្រៀងចម្រៀងធម៌អហិង្សានិងទាមទាររកយុត្តិធម៌ដល់បាតុករដែលបានស្លាប់ដោយសារការបង្ក្រាបពីសំណាក់រដ្ឋាភិបាលលោកហ៊ុនសែននៅព្រឹកនេះដែរមានក្រុមយុវជនយើងចំនួន9នាក់នឹងធ្វើការជួបជុំគ្នាដើម្បីច្រៀងចម្រៀងជាតិប៉ុន្តែពួកគាត់មិនទាន់នឹងបានជួបជុំគ្នាផងត្រូវបានក្រុមប៉ូលីសទាហានដែលបង្ការដែលកាន់ដំបងហើយនឹងខែមកធ្វើការបំបែករួមទាំងអ្នកកសែតជាតិនិងអន្តរជាតិផងដែរពួកគាត់នឹងមិនធ្វើឲ្យមានការមិនចង់ឲ្យមានការជួបជុំអ្វីមួយនៅលើទីលានប្រជាធិបតេយ្យទេហើយនេះដែរគឺជាការបំបត្តិសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការជួបជុំគ្នាផងដែរយុវជនហេងសំឡាងដែលជាប្រធានយុវជនខ្មែរមហានគរបានប្រាប់ឲ្យដឹងដែរថានៅក្នុងថ្ងៃមហាបដកម្មដូចជាលោកម៉ៅសាចារនៅស្ពានបាក់ណឬក៏ជនរងគ្រោះនៅមួយចំនួនទៀតដូចអេតកោអេតខុំនៅស្ពានស្ទឹងមានជ័យហើយនឹងរយយុធរចូលនៅកម្មការនេះដែលបានរងគ្រោះមួយចំនួននឹងស្លាប់បាទហើយទី2នោះយើងមកនេះដើម្បីសូមឲ្យរដ្ឋាភិបាលបោះឆ្នោតបណ្ដឹងយុវជនពលរដ្ឋរួមទាំងអ្នកកសែតជាតិនិងអន្តរជាតិឲ្យចេញពីទីលាននៃការសម្ដែងមតិដោយស្រីនេះវាស្ដែងឲ្យឃើញពីទស្សនៈនយោបាយរបស់រដ្ឋាភិបាលដោយដែលមិនមានជំហរក្នុងការកំណែតម្រង់ក៏ដូចជាការប្រកាន់យករបបប្រជាធិបតេយ្យបរិបូរណ៍និងការគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋតែបែរជាប្រើកម្លាំងប្រដាប់អាវុធមកបំបត្តិបញ្ហាដោយមិនស្វែងរកដំណោះស្រាយសមស្របចំពោះពលរដ្ឋនិងខ្វះភាពទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំឡើងវិញប៉ុន្តែកម្មវិធីនេះត្រូវបានកងបណ្ដាអាវុធបំបែកបាទខ្ញុំបាទសាន់ម៉ាឡាធ្វើសេចក្តីរាយការណ៍ពីទីលានប្រជាធិបតេយ្យ